សួស្តីនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញពីរបៀបក្នុងការបញ្ជាទិញទំនិញនៅក្នុង website Tmall ណាសម្រាប់ការបញ្ជាទំនិញគឺអត់ខុសពី website ផ្សេងៗទេរបៀបនៅក្នុងការបញ្ជាទិញក៏ដូចជាដាក់នៅក្នុងកន្ត្រកតែមួយហើយពាក់ព័ន្ធជាមួយនឹងការបញ្ជាទិញហ្នឹងគឺយើងអាចចាយលុយតាម Visa Card ឬក៏ Master Card បានសម្រាប់ website Tmall អញ្ចឹងយើងចូលមក website Tmall មកយើងអាចធ្វើការ search ទំនិញរបស់យើងតាមរយៈការវាយជាឈ្មោះឬមួយក៏ការយករូបភាពដើម្បីស្វែងរកទំនិញណាហ្នឹងហើយអញ្ចឹងឥឡូវនេះខ្ញុំឧទាហរណ៍ថាខ្ញុំវាយពាក្យថាស៊ូស្បែកជើងអញ្ចឹងទៅដើម្បីស្វែងរកស្បែកជើងណាអូខេឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំយកស្បែកជើងខាងលើនេះយកស្បែកជើងខាងលើនេះមួយដើម្បីធ្វើជាគំរូណាធ្វើជាគំរូនៅក្នុងការបញ្ជាទិញខ្ញុំចុចមកស្បែកជើងហ្នឹងមកខ្ញុំ scroll មកខ្ញុំឃើញពណ៌ផ្សេងអញ្ចឹងណាខ្ញុំឃើញមានជម្រើសស្បែកជើងផ្សេងអញ្ចឹងទៅអញ្ចឹងក្នុងការបញ្ជាទិញគឺយើងអាចធ្វើការទិញដោយទិញផ្ទាល់ហ្មងឬមួយក៏បើសិនជាយើងទិញច្រើនហាងយើងត្រូវបញ្ចូលគ្នាតែមួយហើយធ្វើការ payment ហ្មងដើម្បីកុំឲ្យអីវ៉ាន់មកច្រើនជាងយើងខាតថ្លៃដឹកជញ្ជូនណាឥឡូវខ្ញុំចូល add ចូលកន្ត្រកសិន add ចូលកន្ត្រកសិនចឹងយើងចុចកន្លែងឆ្វេងដៃពណ៌លក្ខណៈបែកទឹកក្រូចនេះមកយើងចុចនៅហ្នឹងមកហើយយើងស្វែងរកមកថាប្រភេទស្បែកជើងណាដែលយើងចង់បានឥឡូវឧទាហរណ៍ខ្ញុំយកពណ៌ខ្មៅនេះហើយគេឲ្យយើងរើសសាយខ្ញុំយកសាយ40អូខេហើយខ្ញុំយកចំនួន1ចឹងទៅហើយខ្ញុំចុចសញ្ញាពណ៌លឿងនេះមកដើម្បី add ទៅកន្ត្រកណាហ្នឹងហើយឥឡូវខ្ញុំបាន add បានសម្រាប់ហើយអញ្ចឹងឥឡូវខ្ញុំត្រឡប់មកវិញខ្ញុំចូលទៅ home របស់ខ្ញុំវិញដើម្បីស្វែងរកកន្ត្រកហ្នឹងឃើញវាលោតពណ៌ក្រហមឯងអញ្ចឹងមានន័យថាខ្ញុំបាន add អីវ៉ាន់ចូលទៅក្នុងហ្នឹងហើយនេះអីវ៉ាន់ដែលខ្ញុំបាន add មុនហ្នឹងណាអញ្ចឹងខ្ញុំត្រឡប់មកវិញខ្ញុំស្វែងរកទំនិញផ្សេងមួយទៀតជាឧទាហរណ៍ឥឡូវខ្ញុំយកទំនិញមួយនេះមួយទៀតណាខ្ញុំ add ទំនិញមួយនេះខ្ញុំយកពណ៌នេះខ្ញុំយកសាយ40ដូចគ្នាហើយខ្ញុំយកមកគូដូចគ្នាឥឡូវខ្ញុំបាន add ចូលកន្ត្រកហើយអញ្ចឹងឥឡូវយើងចូលមកឆែកមើលកន្ត្រករបស់យើងម្ដងទៀតមកដល់កន្លែងកន្ត្រកហ្នឹងបងប្អូនទាំងអស់គ្នាឃើញអីវ៉ាន់ដែលខ្ញុំបាន add មិញហ្នឹងគឺមាន2ប្រភេទហ្នឹងណាអញ្ចឹងខ្ញុំចង់ទិញ2អីវ៉ាន់ហ្នឹង2ហាងខុសគ្នាដាក់បញ្ចូលជាមួយគ្នាខ្ញុំចុចមកដល់កន្លែងនេះវាទូទាត់សាច់ប្រាក់ឲ្យយើងហើយទំនិញ2ហ្នឹងអស់ប្រមាណអញ្ចឹងនៅពេលដែលវាទូទាត់តម្លៃយើងហើយយើងគ្រាន់តែចុចសញ្ញាក្រហមស្ដាំដៃហ្នឹងមកដើម្បីបញ្ជាក់ពី payment របស់យើងណាហ្នឹងហើយអញ្ចឹងយើងចុចឲ្យកន្លែងក្រហមហ្នឹងមកដើម្បីបញ្ជាក់ payment របស់យើងសម្រាប់ការបញ្ជាទិញគឺយើងអាច pay តាម Visa Card ឬក៏ Master Card សម្រាប់ app Tmall នេះណាមកដល់កន្លែងនេះបងប្អូនទាំងអស់គ្នាឃើញហើយវាដាក់ Visa ណាវាដាក់ Visa អញ្ចឹងយើងអាចចុចលើនឹងដើម្បីឃើញជម្រើស payment ផ្សេងទៀតប៉ុន្តែសម្រាប់យើងទិញនៅក្រៅប្រទេសអញ្ចឹងគឺយើងប្រើ Visa Card ទេអញ្ចឹងយើងចុចកន្លែងប៊ូតុងពណ៌ខៀវហ្នឹងមកវានឹង load auto ឲ្យយើងបំពេញកាតហើយធ្វើការ process payment ឲ្យយើងអញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ